ចាសូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងសម្រាប់សុខភាពនៅថ្ងៃនេះ Channel យើងខ្ញុំនឹងធ្វើការណែនាំជូនអ្នកទាំងអស់គ្នាទាក់ទងជាមួយនឹងគុណសម្បត្តិរបស់ទឹកម្ជូរព្រឹកដែលផ្ដល់គុណសម្បត្តិយ៉ាងច្រើនមកដល់សុខភាពរបស់យើងក៏ប៉ុន្តែហាមចំពោះស្ត្រីពពុះក៏ដូចជាស្ត្រីដែលកំពុងបម្រើដោះកូនតែម្ជូរព្រឹកយើងមើលទៅមានពណ៌ក្រហមស្រស់ស្អាតនិងមានរសជាតិជូរប៉ុន្តែបើសិនណាជាយើងចង់ផ្អែមបន្តិចយើងអាចធ្វើការបន្ថែមស្ករឬក៏ទឹកឃ្មុំលាយជាមួយនឹងទឹកក្តៅអ៊ុនៗឬក៏ក្លាសេឲ្យត្រជាក់ដើម្បីទទួលទានតែម្ជូរព្រឹកចំនួន57ក្រាមមានផ្ទុកនៅជាតិកាល់ស្យូមចំនួន123មីលីក្រាមជាតិដែកចំនួន0.84មីលីក្រាមវីតាមីន C ចំនួន6.8មីលីក្រាមម៉ាញ៉េស្យូមចំនួន29មីលីក្រាមកាបូនអ៊ីដ្រាតចំនួន6.45មីលីក្រាមផូស្វ័រចំនួន21មីលីក្រាមប៉ូតាស្យូមចំនួន119មីលីក្រាមវីតាមីន B2 ចំនួន0.016មីលីក្រាមនិងវីតាមីន A ចំនួន8មីលីក្រាមទៀតផងដូច្នេះអ្នកទាំងអស់គ្នាអាចចូលរួមតាមដានស្រាប់ជាមួយនាងខ្ញុំថាតើទឹកម្ជូរព្រឹកផ្ដល់នូវគុណសម្បត្តិអ្វីខ្លះមកដល់សុខភាពរបស់យើងក៏ប៉ុន្តែហាមចំពោះស្ត្រីពពុះក៏ដូចជាស្ត្រីដែលកំពុងបម្រើដោះកូនហាមទទួលទាននៅទឹកម្ជូរព្រឹកទី1គឺជួយព្យាបាលនូវជំងឺផ្ដាសាយវីតាមីន C ដែលមាននៅក្នុងតែម្ជូរព្រឹកគឺអាចជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់យើងក៏ដូចជាការការពារពីការឆ្លងនូវជំងឺផ្ដាសាយទៀតផងសម្រាប់គុណសម្បត្តិទី2គឺជួយថែរក្សាធ្មេញនិងអញ្ចាញធ្មេញឲ្យមានសុខភាពល្អជាតិកាល់ស្យូមដែលមាននៅក្នុងតែម្ជូរព្រឹកគឺធ្វើឲ្យឆ្អឹងថ្គាមរឹងមាំក៏ដូចជាធ្វើឲ្យធ្មេញរបស់យើងគ្មានចន្លោះឬក៏ឆ្លងបាក់តេរីដែលអាចលូតលាស់បាននោះទេទី3ជួយបំប៉ននូវកម្លាំងតែម្ជូរព្រឹកមានផ្ទុកនូវផូស្វ័រដែលមានសមត្ថភាពក្នុងការបំបត្តិបញ្ហាសុខភាពតូចតាចដូចជាការខ្សោយស្ពឹកសាច់ដុំឬក៏អស់កម្លាំងសម្រាប់គុណសម្បត្តិទី4គឺជួយព្យាបាលអាការៈទល់លាមកម៉ាញ៉េស្យូមដែលមាននៅក្នុងតែម្ជូរព្រឹកគឺអាចជួយបង្កើនចរន្តពោះវៀនក៏ដូចជាការសម្រួលទៅដល់ការបន្តបង់ទៀតផងថ្មីត្បិតតែម្ជូរព្រឹកគឺមានសារៈប្រយោជន៍យ៉ាងច្រើនប៉ុន្តែស្ត្រីដែលមានផ្ទៃពោះក៏ដូចជាកំពុងបម្រើដោះកូនហាមទទួលទាននៅតែម្ជូរព្រឹកចា៎ហើយសម្រាប់អត្ថបទនេះផងដែរ Channel យើងខ្ញុំដកស្រង់ចេញពីគេហទំព័រក្នុងស្រុក Hello Group Pet ចា៎សូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែតាមដានក៏ដូចជាគ្រប់គ្រងនៅ Channel ចំណេះដឹងសម្រាប់សុខភាពជាថ្មីម្ដងទៀតនាងខ្ញុំសូមអភ័យទោសផងដែររាល់ពាក្យពេចន៍មិនច្បាស់ក៏ដូចជាកំហុសដែលអាចកើតឡើងដោយអចេតនានៅត្រង់ចំណុចណាមួយចា៎សូមអរគុណ